เรื่องព្រះបុត្រាអទិទេពកាលពីព្រេងនាយមានព្រះអង្គម្ចាស់មួយអង្គដែលទ្រង់ជាអ្នកគ្រប់គ្រងឋានទាំង3ថ្ងៃមួយព្រះមហេសីរបស់ទ្រង់បានប្រសូតបុត្រាមួយអង្គដែលជាទំនាយទីថាទ្រង់នឹងក្លាយជាវីរបុរសសង្គ្រោះឋានទាំង3ដំណឹងនេះបានឮទៅដល់រិទ្ធដែលជាបិសាចអាក្រក់ម្នាក់ដែលតែងតែច្រណែននឹងព្រះអង្គម្ចាស់រិទ្ធតែងតែមានចិត្តចង់កំទេចឋានលើមិនដែលគិតថាឈប់ឡើយថ្ងៃមួយទេវតាទាំងអស់ព្រមទាំងរិទ្ធក៏មកជូនពរផងដែរប៉ុន្តែរិទ្ធមិនបានមកនៅក្នុងបំណងល្អនោះឡើយអូព្រះបុត្រាដ៏គួរឲ្យស្រឡាញ់អើយទ្រង់ប្រសូតមកមានធម្មពលពិតជាអស្ចារ្យណាស់ហើយអ្វីក៏ឯងមកទីនេះយើងមិនបានអញ្ជើញឯងមកជូនពរបុត្រយើងទេឆាប់ចេញទៅត្រជាក់ចិត្តសិនទៅព្រះអង្គខ្ញុំមកនេះពិតជាចង់ជូនពរព្រះបុត្រាពិតមែនឆាប់ចេញឲ្យឆ្ងាយពីបុត្រាយើងទៅទ្រង់សប្បាយចិត្តសិនចុះថ្ងៃណាមួយទ្រង់នឹងចាញ់កម្មថ្វីដៃរបស់យើងជាមិនខានរិទ្ធក៏បានត្រឡប់ទៅកន្លែងរបស់គេវិញហើយក៏មិនអស់ចិត្តបានទៅជួបនឹងយាយចាស់ម្នាក់ដែលអាចទីដឹងពីអនាគតអូរិទ្ធហេតុអ្វីក៏ឯងមកទីនេះខ្ញុំមកទីនេះចង់ឲ្យលោកយាយទីពីអនាគតរបស់ខ្ញុំតើយាយទីឲ្យខ្ញុំបានទេវាសនារបស់ឯងនឹងយកឈ្នះព្រះអង្គម្ចាស់ល្អណាស់ប៉ុន្តែបុត្រារបស់ទ្រង់នឹងយកឈ្នះឯងវិញជាមិនខាននោះទេមិនអាចមានរឿងនឹងកើតឡើងបានទេរិទ្ធក៏បានបញ្ជាកូនចៅរបស់ខ្លួនឡើងទៅឋានសួគ៌ហើយបានលួចយកព្រះបុត្រារបស់ទ្រង់បន្ទាប់មកបញ្ច្រកទឹកវេទមន្តរបស់ខ្លួនដើម្បីឲ្យព្រះបុត្រាអស់ឈាមជាព្រះអទិទេពប៉ុន្តែកូនចៅរបស់រិទ្ធបានធ្វើការធ្វេសប្រហែសមិនបានបញ្ច្រកទឹក 100% ឡើយទើបហេតុនេះហើយទ្រង់នៅតែជាព្រះអទិទេពមួយផ្នែកផងដែរបន្ទាប់មកមានបុរសម្នាក់បានឃើញព្រះបុត្រាត្រូវបានគេទុកចោលនៅក្នុងព្រៃហើយគាត់រើសយកមកចិញ្ចឹមប៉ុន្តែដោយសារតែទ្រង់មានឈាមជ័រជាព្រះអទិទេពទើបធ្វើឲ្យទ្រង់មានកម្លាំងនិងសមត្ថភាពប្លែកអស្ចារ្យពីក្មេងដទៃទៀតកូនថ្នមផងប្រយ័ត្នធ្វើឲ្យខូចទៀតបាទលោកពុកទុកចិត្តលើខ្ញុំចោះដោយសារតែព្រះបុត្រាជាក្មេងបែបនេះហើយបានជាមិនមានក្មេងនៅក្នុងភូមិណាចង់លេងក្បែរទ្រង់ឡើយព្រោះខ្លាចគ្រោះថ្នាក់ព្រះបុត្រាក៏បានសួរទៅឪពុកដែលយកទ្រង់មកចិញ្ចឹមពុកហេតុអ្វីបានជាកូនកើតមកខុសគេអញ្ចឹងរឿងហ្នឹងពុកក៏មិនដឹងច្បាស់ដែរពេលដែលពុកបានជួបកូនមានពន្លឺចែកចាំងនៅលើកូនបន្ទាប់មកវារលត់បាត់ទៅវាហាក់ដូចជាកូនជាព្រះអាទិទេពអញ្ចឹងពុកខ្ញុំពិតជាចង់ដឹងថាប្រវត្តិខ្ញុំមកពីណាណាពុកបានដឹងថាមានប្រាសាទអាទិទេពមួយនៅលើភ្នំកូនសាកទៅទីនោះមើលទៅបាទពុកខ្ញុំនឹងទៅទីនោះប្រហែលអាចមានដំណរយខ្លះពីប្រវត្តិរបស់ខ្ញុំអញ្ចឹងកូនលាពុកសិនហើយមិនចាំយូរឡើយព្រះបុត្រាបានឡើងទៅប្រាសាទដែលនៅលើកំពូលភ្នំមួយអូព្រះអាទិទេពតើមានឮខ្ញុំនិយាយទេតើអាចប្រាប់ខ្ញុំបានទេថាខ្ញុំមកពីទីណារំពេចនោះព្រះបិតារបស់ទ្រង់ក៏បានចេញមកអូបុត្របិតាពិតជានឹកបុត្រខ្លាំងណាស់អូទ្រង់ពិតជាបិតារបស់ទូលបង្គំត្រូវហើយបុត្រាមានឈាមជ័រជាព្រះអទិទេពពេលនេះបុត្រាធំហើយពិតជាសង្ហាណាស់ពិតទេពិតណាស់បុត្រារបស់ព្រះបិតា ខ្ញុំ
ខ្ញុំពិតជាមិនយល់នោះទេប្រសិនបើទ្រង់គឺជាបេតារបស់ទូលបង្គំហេតុអ្វីទ្រង់មិនធ្វើឲ្យទូលបង្គំក្លាយជាព្រះអាទិទេពអញ្ចឹងពេលនេះដល់ពេលវេលាហើយបុត្រាធំគ្រប់គ្រាន់ដើម្បីដឹងការពិតហើយតើវាជារឿងអ្វីទៅហេតុអ្វីបានជាព្រះបេតាទុកបុត្រានៅទីនេះព្រះបេតាមិនស្រឡាញ់ទូលបង្គំទេបេតានិងមាតារបស់ទ្រង់ពិតជាស្រឡាញ់បុត្រាខ្លាំងណាស់ប៉ុន្តែដោយសារតែមានគេយកបុត្រចេញពីបេតាហើយធ្វើឲ្យបុត្រក្លាយជាមនុស្សធម្មតាមានតែព្រះអាទិទេពប៉ុណ្ណោះដែលអាចរស់នៅកន្លែងបេតាបានអញ្ចឹងបេតាមិនអាចធ្វើអ្វីបានមែនទេត្រូវហើយបេតាមិនអាចនោះទេប៉ុន្តែបុត្រាអាចធ្វើវាបានប្រសិនបើបុត្រាអាចបង្ហាញខ្លួនថាជាវីរៈបុរសពិតប្រាកដនៅលើផែនដីនេះបុត្រានឹងត្រឡប់ទៅឋានព្រះអាទិទេពវិញអូធ្វើជាវីរៈបុរសពិតជាល្អណាស់ប៉ុន្តែតើត្រូវធ្វើយ៉ាងម៉េចដើម្បីក្លាយជាវីរៈបុរសពិតប្រាកដទៅព្រះបិតាដំបូងបុត្រាត្រូវតែស្វែងរកតាចាស់ម្នាក់មានឈ្មោះថាហ្វីលីបគាត់គឺជាអ្នកបង្វឹកវីរៈបុរសជើព្រមខ្ញុំនឹងស្វែងរកលោកតាហ្វីលីបព្រះបុត្រាក៏បានធ្វើដំណើរទៅរកហ្វីលីបហើយក៏បានជួបនារីម្នាក់នៅតាមផ្លូវសួស្តីអ្នកនាងតើអាចឲ្យខ្ញុំសួរសំណួរអ្នកនាងមួយសំណួរបានទេចាសួរមកលោកតើអ្នកនាងមានស្គាល់លោកតាហ្វីលីបទេចាខ្ញុំស្គាល់ផ្ទះរបស់គាត់គឺនៅខាងមុខនោះលោកដើរទៅនឹងឃើញផ្ទះរបស់គាត់ហើយបាទអរគុណអ្នកនាងខ្ញុំលាសិនហើយចាមិនអីនោះទេសួស្តីលោកតាតើលោកតាមានស្គាល់លោកតាហ្វីលីបទេយើងនឹងហើយគឺជាលោកតាហ្វីលីបអូល្អណាស់ខ្ញុំរកលោកតាឃើញហើយរីករាយណាស់ដែលបានជួបលោកតាពេលនេះខ្ញុំត្រូវការលោកតាមកជួយខ្ញុំចង់ក្លាយជាវីរៈបុរសគឺវីរៈបុរសពិតប្រាកដណាលោកតាសូមទោសចៅតាមិនអាចជួយចៅបានទេហេតុអ្វីទៅលោកតាពីព្រោះយើងមិនចង់ធ្វើវាទៀតទេវាហត់ណាស់យើងចង់សម្រាកជួយខ្ញុំម្ដងទៅណាលោកតាអាណិតចៅផងអញ្ចឹងមិនអីទេមកតាមយើងមកលោកតាហ្វីលីបបានយល់ព្រមបង្វឹកព្រះបុត្រាក្លាយជាវីរៈបុរសថ្ងៃមួយនៅពេលដែលព្រះបុត្រាបានដើរកាត់រូងភ្នំទ្រង់ក៏បានជួបក្មេងប្រុសម្នាក់ដែលកំពុងជាប់នៅក្នុងរូងភ្នំនោះជួយខ្ញុំផងមាននរណាលើទេជួយខ្ញុំផងព្រះបុត្រាក៏បានជួយក្មេងនោះអរគុណណាស់បងប្រុសដែលបានជួយខ្ញុំមិនអីទេព្រោះបងជាវីរៈបុរសព្រះបុត្រាបានបន្តការជួយរបស់ទ្រង់បន្តទៀតប៉ុន្តែទ្រង់នៅតែមិនទាន់ក្លាយជាព្រះអាទិទេពនៅឡើយហេតុអ្វីខ្ញុំនៅតែមិនទាន់ក្លាយជាអាទិទេពអញ្ចឹងទ្រង់ក៏បានទៅជួបបិតារបស់ទ្រង់បិតាហេតុអ្វីបុត្រាខំធ្វើជាវីរៈបុរសហើយហេតុអ្វីនៅតែមិនទាន់ក្លាយជាព្រះអាទិទេពទៀតអញ្ចឹងដើម្បីក្លាយជាអាទិទេពបុត្រាត្រូវតែក្លាយជាវីរៈបុរសពិតប្រាកដមិនមែនក្លាយជាវីរៈបុរសដើម្បីក្លាយជាព្រះអាទិទេពនោះទេបុត្រាត្រូវតែស្វែងយល់ចំណុចនេះពេលនោះព្រះបុត្រាប្រទះឃើញនារីម្នាក់ដែលនាងបានប្រាប់ផ្លូវទ្រង់ទៅរកលោកតាហ្វីលីបពីមុនត្រូវបានរអិលជើងធ្លាក់ពីលើភ្នំស្លាប់បាត់ទៅទ្រង់ពិតជាក្តុកក្តួលខ្លាំងណាស់អូព្រះអើយហេតុអ្វីក៏មានរឿងបែបហ្នឹងកើតឡើងទៅលើនាងអញ្ចឹងខ្ញុំត្រូវតែជួយនាងទ្រង់ក៏បានទៅជួបព្រះបិតារបស់ទ្រង់បិតាតើបិតាអាចជួយនាងបានទេមានវិធីអាចជួយនាងបានប៉ុន្តែគឺជីវិតដ៏យកជីវិតប៉ុន្តែបិតាមិនចង់ធ្វើបែបនេះទេវាដូចតែគ្នានោះទេព្រះបិតាទោះស្លាប់ក៏ដោយខ្ញុំត្រូវតែជួយនាងជាដាច់ខាតពេលនោះហើយដែលព្រះបុត្រាក្លាយជាវីរៈបុរសពិតប្រាកដពីព្រោះទ្រង់ចង់ជួយនាងមិនមែនដើម្បីប្រយោជន៍ខ្លួនឡើយហើយខណៈពេលនោះទ្រង់ក៏បានក្លាយទៅជាព្រះអាទិទេពយ៉ាងពិតប្រាកដបន្ទាប់មកអ្វីៗក៏ប្រសើរឡើងវិញ
ទ្រង់ក៏មានធម៌ពលជួយនាងឲ្យរស់ឡើងវិញបិតារបស់ទ្រង់ពិតជាសប្បាយចិត្តខ្លាំងណាស់ពីព្រោះព្រះបុត្រាបានវិលត្រឡប់ក្លាយទៅជាព្រះអាទិទេពឡើងវិញ